អូខេសួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់មេរៀនទី2ហើយក្នុងមេរៀននេះដែរយើងនឹងពិភាក្សាអំពីតើអ្វីទៅដែលជាតម្រូវការនៅពេលដែលយើងចាប់ផ្ដើមបង្កើតជា YouTube Channel អញ្ចឹងនៅក្នុងនេះគឺយើងមានទីមួយយើងត្រូវមាន email account ដែលយើងប្រើប្រាស់ Gmail ទីពីរយើងត្រូវមានលេខទូរស័ព្ទមួយខ្សែទី3យើងត្រូវស្វែងយល់ថាអ្វីទៅគឺជា owner account ហើយនិង brand account ទី4គឺមាតិកាទី5ឈ្មោះរបស់ channel និងទី6 logo និង banner របស់ channel អញ្ចឹងយើងចូលមកដល់ចំណុចGmail account នៅមេរៀនទី1យើងបាននិយាយអំពី Gmail account ហើយយើងក៏បានបង្កើតរួចដែរអញ្ចឹងដើម្បីបង្កើតជា channel account បានគឺយើងត្រូវទាមទារឲ្យមាន Gmail account ជាដាច់ខាតអញ្ចឹងសម្រាប់ចំណុចនេះអ្នកនរគ្នាអាចទៅមើលនៅមេរៀនទី1ដែលខ្ញុំបានផុសហើយរីឯចំណុចទី2គឺលេខទូរស័ព្ទមួយខ្សែនៅពេលដែលយើងបង្កើត email លើកដំបូងគឺយើងត្រូវការលេខទូរស័ព្ទដើម្បីធ្វើការ verify ទៀតសោកលេខទូរស័ព្ទនេះឯងមិនត្រឹមតែយើងប្រើប្រាស់សម្រាប់ verify ទេយើងប្រើប្រាស់សម្រាប់ធ្វើការ recovery ក្នុងករណីយើងបាត់បង់នៅ password របស់ YouTube Channel ឬក៏ Gmail របស់យើងណាមួយនៅក្នុង process ដែលយើងធ្វើការបង្កើតជា YouTube Channel ក៏វាទាមទារត្រូវការប្រើប្រាស់លេខទូរស័ព្ទដើម្បីធ្វើការ verify ទៅលើលក្ខខណ្ឌមួយចំនួនដូចគ្នាអញ្ចឹងចំណុចលេខទូរស័ព្ទនេះគឺសំខាន់មែនទែនអ្នកនរគ្នាត្រូវតាមានលេខទូរស័ព្ទម្នាក់មួយខ្សែហើយប្រកាសថាទូរស័ព្ទហ្នឹងគឺយើងគ្រប់គ្រងមិនបាត់បង់វាព្រោះអីបើសិនជាយើងបាត់បង់លេខទូរស័ព្ទថ្ងៃអនាគតទៅហាក់បីដូចជាយើងបាត់បង់នៅ channel YouTube ចឹងចំណុចទី3គឺយើងមកស្វែងយល់អំពីអ្វីទៅគេហៅថា owner account និង brand account ជាការពិតនៅពេលដែលយើងមាន Gmail យើងមាន account YouTube ដែលស្វ័យប្រវត្តិហើយ account ហ្នឹងគេហៅថា owner account មានថាជា account មួយដែលយើងអាចផុសវីដេអូបានប៉ុន្តែ account នេះឯងគឺយើងមិនអាច share ទៅកាន់ team ឬក៏ដៃគូការងារបានទេព្រោះអីវាជាប្រភេទ owner account អញ្ចឹងបើសិនជាអ្នកទាំងគ្នាត្រូវការបង្កើត YouTube channel ថ្មីគឺអា YouTube channel ថ្មីហ្នឹងហើយគឺជា brand account ព្រោះថា by default ណាមករួចជាស្រេចហ្នឹងគឺយើងមាន YouTube channel មួយជាមួយនឹង Gmail របស់យើងហ្មងតែនៅពេលដែលយើងបង្កើត YouTube channel មួយទៀតអាហ្នឹងវាជា brand account ព្រោះថា account មួយហ្នឹងគឺវាអត់ភ្ជាប់ directly ជាមួយនឹងGmail របស់យើងទេគឺវាអាចអនុញ្ញាតឲ្យយើងនឹង add ថែមនៅអ្នកគ្រប់គ្រងឬក៏យើងអាចនិយាយបានថា team ការងាររបស់យើងនឹងគាត់អាចដាក់ account គាត់ចូលដែរដើម្បីចូលទៅគ្រប់គ្រងមួយគ្នាអញ្ចឹងណាឬក៏យើងអាចធ្វើការ transfer channel របស់យើងទៅឲ្យអ្នកផ្សេងកាន់អាហ្នឹងគេហៅថា brand account ចំណុចទី4មាតិកាអញ្ចឹងពេលដែលយើងបង្កើត YouTube channel មាតិកានេះគឺសំខាន់មែនទែនយើងមិនអាចចេះតែបង្កើតទៅពីទៅពីបានទេហើយ channel យើងមួយយើងមានមាតិកាដែលយើងផ្ដោតទៅលើឧទាហរណ៍ថាឥឡូវយើងបង្កើតមាតិកាមួយនិយាយអំពីម្ហូបបន្ទាប់មកសុកយើងនៅឃើញទៅបង្កើតមាតិកាមួយទៀតនិយាយអំពីបច្ចេកវិទ្យាសុកចុកយើងទៅបង្កើតមាតិកាមួយទៀតនិយាយអំពីច្បាប់ចឹងមានថានៅក្នុង YouTube channel របស់យើងនឹងយើងមានមាតិកាចម្រុះចំណុចហ្នឹងគឺអត់ល្អទេមានថាទីមួយយើងត្រូវជ្រើសរើសនៅមាតិកាមួយដែលយើងផ្ដោតសំខាន់ជាក់លាក់ឧទាហរណ៍ថាយើងអាចធ្វើពីដំណើរកម្សាន្តគឺយើងនិយាយទៅវីដេអូយើងហ្នឹងគឺយើងនិយាយថាពីដំណើរកម្សាន្តទេតែបើយើងនិយាយអំពីបច្ចេកវិទ្យាមានថាមាតិការបស់យើងវីដេអូរបស់យើងហ្នឹងត្រូវតែនិយាយអំពីបច្ចេកវិទ្យាទៀតសោតក្នុងការបង្កើតមាតិកាយើងត្រូវតែគិតថាតើអ្វីជាចំណូលចិត្តរបស់យើងព្រោះថាឧទាហរណ៍ថាបើយើងធ្វើមាតិកាហើយស្រាប់តែចំណូលចិត្តរបស់យើងចូលចិត្តផ្នែកឡានស្រាប់តែយើងទៅធ្វើផ្នែកនយោបាយអាហ្នឹងខុសហេតុអីក៏ខុសធៀបពិតវាអត់ខុសទេប៉ុន្តែវាធ្វើឲ្យយើងនឹងពិបាកក្នុងការចាត់ចែងរៀបចំក្នុងការបង្កើតមាតិកាព្រោះយើងអត់មានជំនាញផ្នែកនយោបាយអីហ្នឹងទៅអញ្ចឹងវាគួរតែមាតិកាយើងបង្កើតនោះវាគួរតែវាត្រូវនឹងចំណូលចិត្តយើងដែរហើយយើងមានជំនាញដែរបន្តមកទៀតចំណុចទី2នេះគឺយើងស្វែងយល់អំពីទស្សនិកជនមានថាអ្នកដែលគាត់មើលវីដេអូរបស់យើងណាយើងត្រូវកំណត់ថាអ្នកដែលគាត់ចូលមកមើលវីដេអូរបស់យើងហ្នឹងគាត់ចង់បានអ្វីពី YouTube channel របស់យើងអញ្ចឹងណាអាហ្នឹងក៏ចំណុចសំខាន់ដែរនិងចំណុចទី3គឺមានការបង្កើតគំនិតមានយើងអាចគិតចេញជាគំនិតមួយហើយយើងបង្កើតជា content អាហ្នឹងគឺមានសារៈសំខាន់ដែរចឹងជួនកាលទៅយើងអាចមាន channel លើសពី2
ចឹងយើងក៏អាចប្រើជំនាញរបស់យើងឧទាហរណ៍ខ្ញុំជំនាញផ្នែកបរិញ្ញាខ្ញុំអាចបង្កើត channel មួយនិយាយអំពីការរៀនឧទាហរណ៍ថាខ្ញុំរៀនអង់គ្លេសខ្ញុំបង្កើត channel មួយផុសតាក់ទងជាមួយនឹងមាតិកានិយាយពីការប្រើប្រាស់ភាសារៀនភាសាអញ្ចឹងទៅប៉ុន្តែពេលខ្លះទៀតយើងក៏អាចគិតថាឥឡូវនេះយើងមានកូនអញ្ចឹងទៅយើងមានគ្រួសារហើយយើងចង់ធ្វើមាតិកាមួយនិយាយពីក្មេងៗអាហ្នឹងក៏យើងអាចគិតពី concept មួយក្នុងការបង្កើតជាមាតិកាក្មេងៗបាត់ដូចគ្នាបន្ទាប់មកទៀតចំណុចទី4គឺយើងត្រូវយល់អំពី algorithm របស់ YouTube ដែរក្នុងចំណុចនេះពេលដែលយើងមានមាតិកាហើយនៅពេលដែលយើង upload មាតិកាយើងចូលទៅក្នុង YouTube យើងត្រូវដឹងដែរទី1គឺចំណងជើងរូបភាពចំណងជើងហ្នឹងវាត្រូវតែមានអត្ថន័យមួយបញ្ជាក់ពីអ្វីនៅក្នុងវីដេអូដែលយើងបានធ្វើឬក៏ content ដែលយើងបានធ្វើបន្ទាប់មកទៀតគឺ thumbnail ឬក៏យើងអាចនិយាយបានថាជារូបភាព cover របស់វីដេអូយើងហ្នឹងក៏ត្រូវតែមានភាពតាក់ទាញដែរអញ្ចឹងណាអញ្ចឹងចំណុចហ្នឹងសុទ្ធតែចំណុចសំខាន់ដែល YouTube algorithm ហ្នឹងវាត្រូវការហើយកាលណាយើងរៀបចំបានល្អគឺវីដេអូរបស់យើងងាយស្រួលក្នុងការមានថាងាយស្រួលនឹងspeed ឬក៏បង្ហាញទៅកាន់អ្នកមើលអញ្ចឹងណាបន្តមកទៀតគឺចំណុចចុងក្រោយគេគឺចាប់ផ្ដើមអញ្ចឹងចំណុចនេះគឺសំខាន់ជាចំណុចលើទៀតមានថាបើយើងគិតឃើញហើយយើងអត់ចាប់ផ្ដើមទេយើងទៅចាំថ្ងៃនេះថ្ងៃនោះក៏វាជាផលលំបាកមួយដែលធ្វើឲ្យយើងគ្មានទឹកចិត្តមួយក្នុងការធ្វើវីដេអូអញ្ចឹងណាអញ្ចឹងយើងសាកល្បងចាប់ផ្ដើមទៅខ្វះខាតយើងអាចធ្វើការកែសម្រួលពេលក្រោយហើយនៅពេលដែលយើងចាប់ផ្ដើមធ្វើ content វីដេអូយើងក៏អាចដឹងអំពីតើមាតិកាមួយណាដែលគេមើលច្រើនជាងគេឬក៏តើ content អ្វីដែលយើងគួរធ្វើបន្តអានេះជាចំណុចសំខាន់មែនទែនអញ្ចឹងចូលដល់ចំណុចទី5អំពី channel អញ្ចឹងនៅពេលដែលយើងគិតឃើញអំពីការធ្វើ content ហើយយើងមកដល់ការដាក់ឈ្មោះទៅលើ channel មិនណាដាក់ឈ្មោះឲ្យ channel YouTube របស់យើងអញ្ចឹង channel YouTube ហ្នឹងឈ្មោះហ្នឹងវាត្រូវតែយើងដាក់មិនឲ្យវា reflect ឲ្យវាស៊ីគ្នាទៅ content ដែលយើងបានបង្កើតអញ្ចឹងអាឈ្មោះហ្នឹងក៏វាសំខាន់ដែរហើយចំណុចចុងក្រោយគេគឺ logo និង banner ចំណុចនេះក៏ជាចំណុចសំខាន់ដូចចំណុចមិញដែរគឺយើងត្រូវមាន logo របស់ channel យើងហើយនិង banner របស់ channel យើងមានជា cover របស់វាណាហើយចំពោះ logo និង banner នេះខ្ញុំនឹងបង្ហាញរបៀបក្នុងការធ្វើ logo និង banner នៅវីដេអូក្រោយសូមអរគុណហើយជួបគ្នានៅវីដេអូក្រោយ